គ្រប់ជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីចឹងហើយខ្ញុំសូមចែកម្លែកអត្ថបទមួយដែលខ្ញុំគិតថាជាអត្ថបទមួយល្អសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចូលចិត្តស្ដាប់តាមដានពី channel របស់ខ្ញុំបាទណាហើយគោលបំណងនៃការបង្កើត channel នេះកើតឡើងគឺមិនមែនដើម្បីទាញប្រយោជន៍ពីការរកលុយពី YouTube ឬក៏អីផ្សេងទេគឺគោលបំណងគឺដើម្បីចែកម្លែកចំណេះដឹងល្អមួយដែលខ្ញុំមានពេលគ្រប់គ្រាន់តិចតួចរឿងពីតិចតួចសម្រាប់មួយសប្តាហ៍ខ្ញុំនឹងចែកម្លែកតាមអ្វីដែលខ្ញុំស្រាវជ្រាវបានឬក៏មើលទៅគិតថាអត្ថបទហ្នឹងគួរតែចែកម្លែកគឺខ្ញុំនឹងចែកម្លែកគឺមិនមែនគោលបំណងដើម្បីទាញប្រយោជន៍ពីនរណាម្នាក់ទេសូម្បីតែខ្ញុំ make money online ឬក៏រកលុយពី YouTube ក៏គ្មានគោលបំណងនៃការរកដែរបើសិនជាករណីមួយដែល YouTube បើយើងនឹងបើកតាមអ្វីដែលគាត់ចង់ផ្ដល់ឲ្យតែប៉ុណ្្នឹងបើអត់ទេគឺយើងតាមយថាកម្មមានថាយើងគោលបំណងគឺដើម្បីចែកម្លែកតែប៉ុណ្្នឹងទេអញ្ចឹងថ្ងៃនេះខ្ញុំសូមចែកម្លែកអត្ថបទមួយតទៅនឹងប្របាទជ័យវរ្ម័នទី7ដែលមានឈ្មោះថាច្បាប់មាសទាំង8អញ្ចឹងខ្ញុំឃើញអត្ថបទនេះល្អមែនតើសង្ឃឹមថាជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាជាទីសន្តាប់នៅពេលរាត្រីឬក៏នៅពេលទនេពីការងារដូចតែខ្ញុំចែកម្លែកចឹងក៏ប៉ុន្តែដោយសារខ្ញុំមានឧបករណ៍គ្រប់គ្រាន់ខ្ញុំមានជំនាញในការធ្វើសម្លេងមិនមែនខ្ញុំមានជំនាញในការនិយាយទេណាបញ្ជាក់ខ្ញុំមានជំនាញនៃការកាត់វីដេអូកាត់សម្លេងអញ្ចឹងក៏ខ្ញុំអត់ចង់ទុកចំណេះដឹងរបស់យើងឲ្យកកចូលនៅក្នុងខួរក្បាលឲ្យយើងទៅក៏អញ្ចឹងក៏ព្យាយាមរក laptop កចាស់មកអង្គុយកាត់សម្លេងឲ្យចេញជាសម្លេងមួយដែលអាចស្ដាប់បាននៅពេលរាត្រីឬក៏ពេលទនេរបស់បងប្អូនទាំងអស់គ្នាអូខេអញ្ចឹងច្បាប់ទី1របស់ប្របាទជ័យវរ្ម័នទី7ហ្នឹងគឺបងប្អូនប្រហែលជាស្គាល់ខ្ញុំអត់និយាយប្រវត្តិពីព្រះអង្គអីច្រើនពេកទេដឹងថាព្រះអង្គក៏ជាអ្នកមានគុណនៅក្នុងប្រទេសជាតិឬក៏ប្រទេសកម្ពុជាយើងផងដែរជាពិសេសមានប្រាសាទជាច្រើនប្រាសាទជាច្រើនដែលព្រះអង្គបានសាងទុកដែលព្រះអង្គបានអាចថាកសាងទុកណាខ្ញុំវាអត់សូវប៉ិននិយាយភាសារាជស័ព្ទទេអញ្ចឹងបងប្អូនទាំងគ្នាក៏បានស្គាល់ក៏បានរៀនសូត្រពីប្រវត្តិរបស់ព្រះអង្គឬក៏តកតទៅនឹងជីវប្រវត្តិដែរយើងនិយាយស្រួលស្ដាប់អញ្ចឹងណាអញ្ចឹងចំណុចទី1គេហៅថាទឹកអម្រែកគឺមេដឹកនាំគឺត្រូវតែជាមនុស្សអព្យាក្រឹតមិនលំអៀងនិងថ្លែងថ្លឹងគុណទោសឲ្យបានត្រឹមត្រូវចំណុចនេះគឺត្រូវព្រះអង្គក៏បាននិយាយឬក៏ព្រះអង្គក៏បានថាបានធ្វើដល់សត្វលោកមានថាជាមេដឹកនាំគឺត្រូវតែធ្វើបែបហ្នឹងអព្យាក្រឹតបើសិនជាអត់អព្យាក្រឹតទេប្រជាជនទាំងនគរគឺតែងតែមានបញ្ហាចំពោះថ្នាក់ដឹកនាំចាក់ជាមិនខានចំណុចទី2គឺផ្នែកខ្វែងមេដឹកនាំគឺត្រូវតែមានចក្ខុវិស័យវែងឆ្ងាយគិតប្រយោជន៍ជាតិនិងប្រជាជនជាធំអញ្ចឹងចំណុចនេះគឺខ្ញុំអត់បកស្រាយច្រើនទេដោយសារក្នុងអត្ថបទនេះគឺយើងបានវែកញែកឬក៏បាន detail ច្បាស់លាស់ហើយអធិស្ឋានចំពោះការនិយាយភាសាអង់គ្លេសក៏ប៉ុន្តែពាក្យខ្លះគឺយើងនិយាយភាសាអង់គ្លេសទៅវាស្រួលស្ដាប់ជាងអញ្ចឹងណាចំណុចទី3គឺសម្រេចសម្ញែករាជសីគឺមេដឹកនាំគឺត្រូវធ្វើខ្លួនឲ្យអង្អាចក្លាហានមិនត្រូវបាក់ស្បាត់ឬក៏ចាញ់ប្រៀបប្រចាំមិត្តឡើយអញ្ចឹងចំណុចនេះគឺជាចំណុចសំខាន់មួយដែរបើសិនជាយើងខ្លាយជាមេដឹកនាំយើងអត់មានភាពក្លាហានយើងអត់មានភាពអង្អាចទេប្រហែលជាបាក់តបឬក៏បាក់ស្បាតចំពោះសត្រូវហើយតែប៉ុណ្្នឹងទេអញ្ចឹងធ្វើជាមេដឹកនាំគឺត្រូវតែមាននេះទាំងអស់នឹងអញ្ចឹងណាអញ្ចឹងចំណុចទី4គឺសម្ដីអេសូមេដឹកនាំគឺត្រូវតែពោលពាក្យសម្ដីពិតពាក្យសម្ដីមេដឹកនាំប្រៀបបាននឹងច្បាប់ខុសគឺស្លាប់ត្រូវគឺរស់តែប៉ុណ្្នឹងទេអញ្ចឹងសម្ដីអ្នកដឹកនាំគឺมันអាចលេបបានវិញទេនិយាយខុសគឺស្លាប់និយាយត្រូវគឺរស់គឺពាក្យហ្នឹងគឺមានតែប៉ុណ្្នឹងទេចំណុចទី5ធ្ងោប្រអិនមេដឹកនាំជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់លះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីប្រជារាស្ត្រនៅក្នុងនគរអញ្ចឹងបើសិនជាខ្លាយជាអ្នកដឹកនាំធំហើយបើសិនជាគិតតែប្រយោជន៍គ្រួសារជាធំទេប្រហែលជាប្រទេសជាតិឬក៏ប្រហែលជារាស្ត្រហ្នឹងគឺក្នុងមួយនគរគឺប្រហែលជាដាច់ពោះស្លាប់ចាក់ជាមិនខានអញ្ចឹងអ្នកដឹកនាំគឺត្រូវតែជាមនុស្សដែលមានភាពអត់ធ្មត់ខ្ពស់លះបង់ខ្ពស់បានខ្លាយជាអ្នកដឹកនាំហើយមានទស្សពិតរាជធម៌ទាំង10ទៀតទៅប្រជារាស្ត្រក្នុងនគរបាននៅសេចក្តីសុខចំណុចទី6សុបិនសួរ
មេដឹកនាំគឺត្រូវតែហ៊ានសុបិនធំដឹកនាំរាជទៅកាន់ភាពរុងរឿងនិងជឿនលឿនដល់កម្រិតកំពូលមិនថាការដឹកនាំសម័យមុនមកដល់សម័យឥឡូវទេការដឹកនាំគឺតែងតែមានការអភិវឌ្ឍពីមួយចំណុចទៅមួយចំណុចទៀតពីខណ្ឌមួយទៅខណ្ឌមួយទៀតគឺមិនមែនដឹកនាំនៅភាពដដែលមិនមានភាពច្នៃប្រឌិតទេអញ្ចឹងខ្លះទៅក៏អ្នកខ្លះក៏មានសមត្ថភាពនៃការដឹកនាំតែក៏ប៉ុន្តែគឺអត់អាចនឹងនិយាយអ្នកខ្លះទៀតគឺអត់ចេះក៏ប៉ុន្តែធ្វើចេះនៅក្នុងនគរគឺតែងតែមានមនុស្សជាច្រើនដែលមាននៅក្នុងសង្គមអញ្ចឹងណាអញ្ចឹងដូចគ្នាអញ្ចឹងអ្នកដឹកនាំគួរតែហ៊ានសុបិនធំហើយហ៊ានធ្វើឲ្យនាំប្រជារាស្ត្រនៅក្នុងនគរនោះទៅកាន់ភាពរុងរឿងហើយជឿនលឿនទៅទៀតចំណុចទី7ខួរតុនសាយមេដឹកនាំគឺត្រូវតែមានភាពឆ្លាតវៃស្គាល់ពីល្បិចសត្រូវឬក៏មើលធ្លុះចំពោះបញ្ហានៅពេលអនាគតអញ្ចឹងកន្លែងនេះក៏ជាចំណុចសំខាន់ដែរចំណុចសំខាន់គឺដូចខ្ញុំបាននិយាយហ្នឹងគឺត្រូវតែមានខួរតុនសាយគេហៅថាខួរតុនសាយគឺខួរឆ្លាតខ្ញុំមិនដឹងថាពាក្យហ្នឹងត្រូវឬក៏ខុសទេក៏ប៉ុន្តែអានឹងអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាជាអ្នកវែកញែកទេជាអ្នកវែកញែកថាខួរតុនសាយឆ្លាតឬក៏ល្ងងគឺអាស្រ័យទៅលើបងប្អូនក៏ប៉ុន្តែក្នុងនេះគឺគេដាក់ថាខួរតុនសាយចំណុចចុងក្រោយចំណុចទី8សបាយនិងសម្ោចមេដឹកនាំគឺត្រូវតែរៀនបណ្ដោះគំនិតសាមគ្គីភាពដល់ប្រជាពលរដ្ឋមិនឲ្យពួកគេសប្បាយរីករាយមិនឲ្យណាអធិស្ឋានគឺឲ្យពួកគេសប្បាយរីករាយក្នុងការកសាងជាតិនិងស្ម័គ្រស្លាប់ច្បាំងការពារទឹកដីនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋអញ្ចឹងដូចគ្នាមេដឹកនាំគឺត្រូវតែហ៊ានបណ្ដោះគំនិតមានថាបណ្ដោះឆន្ទៈបណ្ដោះការព្យាយាមបណ្ដោះចំណេះដឹងដល់ប្រជារាស្ត្រមិនថាប្រជារាស្ត្រទូចតាចទេមានន័យថាការធ្វើគឺតែងតែមានកម្រិតពីអាយុប៉ុណ្ណេះដល់ប៉ុណ្ណេះគឺមានត្រូវរៀននេះពីឥឡូវដល់ពី10ទៅដល់15ឆ្នាំគឺត្រូវបណ្ដោះអីពី15ដល់20គឺបណ្ដោះអីអញ្ចឹងសូមអរគុណដល់ថ្នាក់ដឹកនាំផងដែរមិនថាសម័យពីមុនឬក៏ឥឡូវដែរដែលពួកគាត់ស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីឲ្យពួកកូនខ្មែរឬក៏កូនខ្មែរទាំងអស់នៅក្នុងនគរហ្នឹងគឺបានរៀនសូត្រទៅ3រឿងអាស្រូវជាច្រើនក៏ប៉ុន្តែយើងក៏លេចមើលតកតនឹងរឿងល្អច្រើនដែលថ្នាក់ដឹកនាំយើងបានលះបង់ដើម្បីរកប្រយោជន៍ជាធំចំពោះការជួយកូនខ្មែរឲ្យបានរុងរឿងអញ្ចឹងខ្ញុំអត់មាននិយាយកាន់ជើងខាងណាខាងណីទេក៏ប៉ុន្តែមកដល់លក្ខណៈនេះសូម្បីតែខ្ញុំបានរៀនសូត្រចេះដឹងក៏ដោយសារតែរាជរដ្ឋាភិបាលដែលបានស្វះស្វែងរកចំណេះដឹងឬក៏រកគ្រូឬក៏រកមធ្យោបាយធ្វើយ៉ាងម៉េចឲ្យបានកូនខ្មែរទាំងអស់គ្នាបានរៀនសូត្រអញ្ចឹងខ្ញុំអត់ហ៊ាននិយាយថារឿងតាក់ទងនយោបាយបែបណាទេក៏ប៉ុន្តែបើតាក់ទងនឹងចំណេះដឹងបើតាក់ទងនឹងអ្វីដែលខ្ញុំធ្លាប់រៀនកន្លងមកគឺប្រទេសខ្មែរគឺជាប្រទេសមួយដែលងើបចេញពីសង្គ្រាមដូច្នេះហើយរាជរដ្ឋាភិបាលស្វះស្វែងដើម្បីរកគ្រប់មធ្យោបាយដើម្បីឲ្យកូនខ្មែរឬក៏ប្រជារាស្ត្រគ្រប់រូបបានរៀនបានសូត្រគ្រប់ចំណេះដឹងមកដល់ឥឡូវគឺដោយសារតែរាជរដ្ឋាភិបាលឬក៏ដោយសារតែរាជរដ្ឋាភិបាលបណ្ដុះគំនិតអ្នកឆ្លាតទៅជាឆ្លាតអ្នកដែលមិនល្ងងដាក់តែល្ងងទៅជាប្រកែអីចឹងទៅអញ្ចឹងក៏ដោយសារតែគុណរាជរដ្ឋាភិបាលអញ្ចឹងខ្ញុំអត់មានអីនិយាយទេចំពោះច្បាប់មួយនេះគឺយើងចេញពីសភៅដូចគ្នាចំពោះច្បាប់ទាំង8របស់ប្របាទជ័យវរ្ម័នទី7នេះគឺសន្មតថាចប់អញ្ចឹងអធិស្ឋានរកកំហុសខុសឆ្គងទាំងអស់គ្នាដែលកើតឡើងដោយអចេតនាមានថាដោយខ្ញុំនិយាយទៅអចេតនានិយាយខុសនិយាយអត់ត្រូវកន្លែងត្រង់អក្ខរៈជនជាអ្នកភាសាបាលីកន្លែងណាក៏សូមអធិស្ឋានដល់បងប្អូនអ្នកគ្នាដែលគាត់សិនស្ដាប់អញ្ចឹងចំណុចល្អគឺយើងយកទៅចំណុចអត់ល្អគឺយើងបោះចោលទៅព្រោះធម្មតាយើងរៀនសាមញ្ញមិនមែនជារាជបណ្ឌិតទេឬក៏ជាមិនមែនជាបណ្ឌិតខុសសាយចាយទេយើងជារាជធម្មតាក៏ប៉ុន្តែមានឆន្ទៈមួយចែករំលែកបណ្ដោះគំនិតឬក៏ចែករំលែកចំណេះដឹងទៅកាន់ពិភពលោកឬទៅកាន់អ្នកដែលគាត់ស្ដាប់ភាសាខ្មែរបានអញ្ចឹងពីខ្ញុំបាទអរគុណជំរាបលា